ឥឡូវយើងកំពុងរៀបចំឆ្នាំនេះនឹងរុញចេញនៅផែនការ4ខេត្តរបស់យើងការ4ខេត្តឆ្នេរសមុទ្រដែលរុញចេញពីខេត្តព្រះសីហនុដើម្បីជំរុញឧស្សាហកម្មខេត្តព្រះសីហនុគឺជាខេត្តពហុបំណងប៉ុន្តែមូលដ្ឋានធំខ្ញុំថាអតិភិបសំខាន់ដែលជាមូលដ្ឋានគ្រឹះគឺឧស្សាហកម្មនិងកម្មន្តសាលដែលដាក់ទិសដៅដើម្បីពង្រីកតំបន់សេដ្ឋកិច្ចពិសេសភស្តុភារកម្មជំរុញឧស្សាហកម្មឲ្យច្រើននៅខេត្តព្រះសីហនុហើយសង្ឃឹមថាខេត្តព្រះសីហនុដែលអាចទាញបានប៉ុន្តែយើងមានសក្តានុពលខាងទេសចរមានសមុទ្រយើងមានកោះប៉ុន្តែពិពិធកម្មត្រូវតែធ្វើហើយមូលដ្ឋានធំជាទូទៅនៅតាមប្រទេសដែលមានកំពង់ផែគឺឧស្សាហកម្មនិងភស្តុភារកម្មនេះឯងដែលជាចំណូលធំបំផុតរបស់ខេត្តនៅសាំងហៃនៅកាលីហ្វ័រញ៉ានៅកោះកុងនៅសិង្ហបុរីផែទឹកជ្រៅនេះហើយដែលចិញ្ចឹមមួយភាគធំនៃសេដ្ឋកិច្ចជាតិអញ្ចឹងខេត្តព្រះសីហនុរបស់យើងទន្ទឹមនឹងយើងជំរុញទេសចរតែយើងត្រូវរៀបចំបរិស្ថានដាក់ទិសដៅធំដើម្បីជំរុញខាងឧស្សាហកម្មកម្មន្តសាលនិងផ្នែកបច្ចេកវិទ្យាឲ្យបានច្រើននេះជាទិសដៅដែលយើងត្រូវរុញចេញនៅក្នុងឆ្នាំ2025នេះចាប់ផ្ដើមអនុវត្តផែនការមេរបស់យើង